អូខេសួស្តីអ្នកគ្នាហ្នឹងហើយអញ្ចឹងគឺថ្ងៃហ្នឹងខ្ញុំមកបរៀនអ្នកគ្នាពីរបៀបនៃការផ្ញើលុយពីប្រទេសក្រៅអញ្ចឹងទៅប្រទេសកម្ពុជាយើងអញ្ចឹងអ្នកគ្នាហ្នឹងហើយគឺជាដំបូងគឺដូចខ្ញុំរស់នៅក្នុងប្រទេសជប៉ុនហ្នឹងហើយអ្នកគ្នាគឺខ្ញុំប្រើកាត SBI សម្រាប់ផ្ញើទៅប្រទេសកម្ពុជាហ្នឹងហើយអញ្ចឹងហ្នឹងគឺខ្ញុំនឹងបរៀនអ្នកគ្នាពីរបៀបនៃការផ្ញើថាផ្ញើមិនអីមិនចុចមិននេះគឺសម្រាប់អ្នកនៅក្នុងប្រទេសជប៉ុនហ្នឹងហើយបើមើលវីដេអូនេះហើយកុំភ្លេចជួយចុច like និងចុច subscribe channel ខ្ញុំអ្នកមួយផងហ្នឹងហើយដើម្បីទទួលបាននូវវីដេអូថ្មីៗទៀតអូខេអញ្ចឹងជាដំបូងគឺយើងមានលុយហើយមានកាតហ្នឹងហើយអ្នកគ្នាដឹងហើយឥឡូវលុយខ្ញុំចំនួន7-10,000 yen ហ្នឹងហើយឥឡូវគឺជាដំបូងគឺអ្នកគ្នានេះអ្នកគ្នាមានកាត SBI អ្នកគ្នាអាចបើចង់អ្នកនៅជប៉ុនដែលអត់មានអាចឆាតទៅ page SBI ដើម្បីធ្វើកាតហ្នឹងទៅហ្នឹងហើយគឺគេនឹងធ្វើឲ្យគេផ្ញើមកឲ្យឥឡូវជាដំបូងគឺយើងដាក់កាតនឹងចូលទៅអ្នកគ្នានេះអូខេយើងដាក់ចឹងទៅរត់ចូលអ្នកគ្នាហើយតាមនេះគឺបន្តមកទៀតគឺយើងចុច like នេះ like នេះអ្នកគ្នានេះឃើញណាអូខេបន្តមកយើងចុច like នឹងមួយទៀតមកអូខេសូមរងចាំបន្តិចហើយនេះចុច like នេះអ្នកគ្នាហើយចុចមួយទៀតអូខេហើយយើងធ្វើការដាក់លុយយើងចូលផ្លុកតែម្ដងក្នុងទូដែលវាបើកឲ្យហ្នឹងទៅផ្លុកទៅឲ្យសង្ស័យច្រើនអូខេនេះទៅហើយជាមួយបិទហើយបិទអូខេហើយធ្វើការរាប់លុយយើងអូខេនេះ7-10,000អ្នកគ្នាឃើញហើយហ្នឹងហើយគឺអញ្ចឹងមកហើយតាមទីអ្នកគ្នាជួយយកកន្លែងតង់អូខេមកហើយធ្វើការរងចាំតិចមកហើយគឺយើងបានអាកាសនេះគឺសម្រាប់គិតសម្រាប់យកលេខកូដក្នុង Gmail របស់យើងហ្នឹងហើយគឺវាមានអីបានអ្នកគ្នាទៅ10មើលអូខេអញ្ចឹងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្ណឹងអ្នកគ្នាកុំភ្លេចជួយចុច like និងជួយ subscribe មកវីដេអូនេះមួយផងហើយចុច subscribe នៅ channel ខ្ញុំអ្នកមួយផងអរគុណច្រើនជម្រាបលាអ្នកគ្នាបាយបើមានចម្ងល់អាច comment នៅខាងក្រោមវីដេអូបានបាទបាយ